anh vậy បាទសូមអភិភិទាំងមូលក្របខគណៈធិបតីបានអញ្ជើញមកដល់នៅខាងមុខនៃក្របខទីវត្តអារាមហើយ ព្រះវិន័យធរគុណរាជធានីភ្នំពេញព្រះអនុគុណខណ្ឌពោធិ៍សែនជ័យជាទីសក្ការៈសូមក្រាបថ្វាយបង្គំព្រះវិន័យមុនីចឹកចន្ទព្រះរាជាគណៈថ្នាក់ចាត់ថ្វានៃព្រះរាជាណាចក្រកម្ពុជាព្រះអនុគុណខណ្ឌដង្កោជាទីសក្ការៈសូមក្រាបថ្វាយបង្គំព្រះធម្មវង្សាចារ្យនុសង្ឃព្រះរាជាវង្សាចារ្យនុសង្ឃ បន្ទាប់ព្រះសមាធិធម្មបាលងួនសុកមើលសូមព្រះអង្គមុនគង់សិនប្រាក់ជាទីកន្លែងសិក្សារៀនសូត្របណ្ដុះបណ្ដាលពហុជំនាញនិងជាទីកន្លែងបំពេញបុណ្យកុសលទានសិលភាវនាដោយសារទីតាំងនេះមានស្ថានភាពភូមិសាស្ត្រដ៏ល្អប្រសើរពលគឺខាងលិចខាងជើងនិងខាងត្បូងហុំព័ទ្ធដោយស្ទឹងនិងខាងកើតទួលនឹងភូមិឋានដីស្រែចម្ការរបស់ប្រជាពលរដ្ឋតែលើលក្ខណៈពិសេសនិងភាពអំណោយផលស័ក្តិសមជាទីកន្លែងសក្ការៈបូជាដូច្នេះចាត់ប្រតិចារអ្នកមុខអ្នកការប្រជាពលរដ្ឋនិងពុទ្ធបរិស័ទចិត្តឆ្ងាយបានមូលមតិគ្នាជាឯកច្ឆន្ទប្រែក្លាយទីតាំងនេះឲ្យឆ្លាយជាទីវត្តអារាមទុកជាទីសក្ការៈបូជាក្នុងវិស័យពុទ្ធសាសនាដែលតាមជំនឿនិងទំនៀមទម្លាប់ខ្មែរចាប់ពីឆ្នាំ 1881 មកម្ល៉េះចំពោះការប្រសិទ្ធនាមទីវត្តអារាមនេះថាវត្តព្រែកជ័យគឺជាឈ្មោះដែលនៅស្រុកបានហៅតគ្នាជាយូរណាស់មកហើយដោយផ្អែកលើកត្តាធម្មជាតិជាក់ស្ដែងពីព្រោះនៅផ្នែកខាងក្រោយវត្តមានព្រែកមួយជាសណ្ដោចេញពីស្ទឹងសម្រាប់នាំយកទឹកទៅស្រោចស្រពផលដំណាំរបស់ប្រជា
ជាកសិករដែលប្រេកនោះមានដុះដើមជ្រៃនៅមាត់ប្រេកដូច្នេះប្រជាពលរដ្ឋនិងពុទ្ធបរិស័ទចំណុះជើងវត្តក៏បានសម្រេចដាក់ឈ្មោះនេះឈ្មោះវត្តនេះជាផ្លូវការថាវត្តប្រេកជ្រៃតរៀងមកដោយឡែកចំពោះការហៅឈ្មោះវត្តម្យ៉ាងទៀតថាវត្តជ្រោយបតុមគឺក្នុងអំឡុងពេលដែលបដិជគុណដុំរស់ព្រះគ្រូចៅអធិការវត្តនៅចន្លោះឆ្នាំ1943ដល់ឆ្នាំ1963ដោយព្រះអង្គបានសម្គាល់ពាក្យជ្រោយសំដៅដល់ប៉ែកដ៏ខ្ពស់ស្មើនឹងច្រាំងដែលលយចូលទៅក្នុងសមុទ្រទន្លេស្ទឹងនិងពាក្យបតុមប្រែថាផ្កាឈូកដែលពុទ្ធបរិស័ទនិយមប្រើប្រាស់សម្រាប់ថ្វាយព្រះដូច្នេះវត្តជ្រោយបតុមមានន័យថាជាទីឋានដ៏សែនមនោរម្យដែលពុទ្ធបរិស័ទទាំងឡាយត្រូវគួរចូលទៅគោរពបូជានិងជាទីឋានញ៉ាំងឲ្យសន្តានចិត្តប្រពុតទាំងឡាយសប្បាយរីកជ្រះថ្លាក្រៃលែងចាប់តាំងពីការកើតវត្តអារាមនេះរហូតដល់បច្ចុប្បន្នព្រះចៅអធិការដែលបានដឹកនាំគ្រប់គ្រងវត្តមានចំនួន8ព្រះអង្គរួមមានទី1ព្រះអង្គសៅហ៊ុយទី2ព្រះអង្គម៉ាន់អ៊ុកទី3ព្រះអង្គផែនសាន់ទី4ព្រះអង្គដុំរស់ទី5ព្រះអង្គមាសរីទី6ព្រះអង្គច័ន្ទជាទី7ព្រះអង្គជាសវឿននិងទី8ព្រះធម្មវង្សាចារ្យនុសង្ឃព្រះចៅអធិការបច្ចុប្បន្ននៅ8ម៉ែត្ររួមផាត់មួយខ្នងមានទំហំ10ម៉ែត្រគុណ22ម៉ែត្រនិងខ្លោងទ្វារចូលវត្តចំនួន2ច្រករួមមានខ្លោងទ្វារទី1មានទទឹង10ម៉ែត្រកម្ពស់11ម៉ែត្រកន្លះនិងខ្លោងទ្វារទី2មានទទឹង7ម៉ែត្រកន្លះកម្ពស់10ម៉ែត្រ11ម៉ែត្រអមដោយរបងថ្មីប្រវែង129ម៉ែត្រក្រៅពីសមិទ្ធផលដោយបានជម្រាបជូនខាងលើក៏នៅមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតដែលត្រូវបានកសាងក្នុងទីវត្តព្រះជ្រៃនេះក្នុងនោះរួមមានការចាក់ដីបំពេញទីធ្លាវត្តអស់ចំនួន5325ឡានចាក់បេតុងក្នុងបរិវេណវត្តទំហំ5315ម៉ែត្រកន្លះកសាងបន្ទប់ទឹកប្រើប្រាស់ក្នុងវត្តចំនួន8បន្ទប់និងដាំដើមឈើគ្រប់ប្រភេទចំនួន2015ដើមរួមទាំងរៀបចំកែលម្អសោភ័ណភាពក្នុងវត្តផងដែរហើយបើជាសរុបរួមគម្រោងចំណាយបច្ច័យកសាងអស់ចំនួន768,950ដុល្លារអាដាមកទេបរមនាថនរោត្តមសីហមុនីសមានភូមិជាតិសាសនារខតខតយាខេមរារដ្ឋរាជពុទ្ធន្ទ្រាត្រៀមហាក្សត្រខេមរាជនីសមោហភិបកម្ពុជាឯករាជ្យរដ្ឋបូរណសន្តិសុភមង្គលាសរីវិពលាខេមរាស្រីព្រះរាជប្រចាំក្រុងកម្ពុជាធិបតីHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn